នេះគឺជាវីដេអូនៃឆ្នាំមុនដែលកម្មវិធីនៅចុងគ្នាតែងតែធ្វើជារៀងរាល់ឆ្នាំអញ្ចឹងអ្វីដែលខ្ញុំតាមដឹងគឺរាល់ឆ្នាំនៅចុងគ្នានៅភ្នំក្រោមតែងតែធ្វើក្រុមវិធីចេញវស្សាជារៀងរាល់ឆ្នាំហើយគឺយើងធ្វើគឺចំនួន2ថ្ងៃនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យចំនៅថ្ងៃទី11ទី12ខែតុលានៅថ្ងៃទី11គឺយើងនឹងដង្ហែយកប្រទីបទៅតម្កល់ទុកនៅជើងភ្នំក្រោមហើយសម្រាប់ថ្ងៃទី12នៅពេលល្ងាចម៉ោង7គឺយើងដង្ហែចេញពីភ្នំក្រោមចុះមកមាត់ទឹករួចហើយនៅដំឡងអាត្រៀតពេលយប់យើងនឹងដង្ហែពេលយប់នៅថ្ងៃទី12ហ្នឹងពីមាត់ទឹកទៅកាន់វត្តកោះខ្សាច់នៅមាត់ទន្លេនៅទន្លេអ្នកនរគ្នាអញ្ចឹងខ្ញុំដឹងថាប្រហែលជាអ្នកនរគ្នាបានចូលរួមរាល់ឆ្នាំដឹងតែសប្បាយហើយអ្នកនរគ្នាអ្វីដែលតាមខ្ញុំឃើញពីវីដេអូចាស់ចាស់បងប្អូនយើងពិតជាសប្បាយចូលរួមច្រើនខ្លាំងមែនតើអញ្ចឹងកុំភ្លេចឆ្នាំនេះមកចូលរួមទាំងអស់គ្នាសូម share វីដេអូមួយនេះដើម្បីចែករំលែកទៅកាន់បងប្អូននៅទីជិតទីឆ្ងាយដើម្បីគាត់បានឃើញវីដេអូមួយនេះដើម្បីគាត់អាចចូលរួមនៅថ្ងៃសៅរ៍ថ្ងៃអាទិត្យនេះផងដែរអរគុណច្រើនហើយយើងនឹងជួបគ្នានៅថ្ងៃទី11 12សូមដឹកដៃក្រែងស្រី